aiថ្ងៃនេះញ៉ាំញាតិញោមពុទ្ធបរិស័ទទស្សនាមើលផ្កាមួយប្រភេទគេឲ្យឈ្មោះថាផ្កាกระដាស់ញាតិញោមមើលណាមើលមានពីរពណ៌ស្រស់ស្អាតបើនិយាយចំផ្កានេះក៏ជាផ្កាមួយដែលហុងស៊ុយដែរមើលមានផ្កាចម្រុះពីរពណ៌មានផ្កាពណ៌សនិងផ្កាស្រដៀងផ្កាពណ៌ឈាមជ្រូកហើយយើងមើលទៅដូចជាស្រស់ស្អាតម្យ៉ាងដែរយើងមើលផ្ទាល់ណាស្រស់ស្អាតយ៉ាងដែរប៉ុន្តែនេះវាជាផ្កាធម្មជាតិប៉ុន្តែគេឲ្យឈ្មោះថាផ្កាក្រដាស់ប៉ុន្តែវាធម្មជាតិទេបងមើលធម្មជាតិស្រស់ស្អាត